មនុស្សល្អតែពីការបេះដូងមនុស្សដែលពីការបេះដូងជួនកាលជាមនុស្សខូចមានចិត្តពឹសពុលតែក៏មានអ្នកខ្លះជាមនុស្សល្អមិនដែលមានចិត្តខូចដូចជាចង់ឈ្នានីសឬបំពានលើអ្នកណាម្នាក់ឡើយតែគេជាមនុស្សដែលស្ងួតមโนសញ្ចេតនាចេះតែម្ដងខ្ញុំទុកមនុស្សខូចមួយឡែកចុះខ្ញុំសូមអធិប្បាយតែមនុស្សល្អដែលមានបេះដូងស្ងួតឬហៅថាមនុស្សពិការបេះដូងតែប៉ុណ្ណោះចំពោះគ្រប់រឿងដែលតាក់ទងនឹងក្តីស្រឡាញ់ឬចិត្តកតញ្ញូមនុស្សល្អតែពិការបេះដូងមិនអាចប្រាអារម្មណ៍ស្រឡាញ់ឬអារម្មណ៍កតញ្ញូដែលអត់មានក្នុងសន្តានចិត្តរបស់ខ្លួនឲ្យចេញជាសកម្មភាពតាមកាយឬវាចាបានឡើយពួកគេខំរកនឹកតែនឹងក្បាលថាតើសកម្មភាពឬពាក្យសម្ដីបំរើឲ្យចិត្តមានក្តីស្រឡាញ់ឬបំរើឲ្យចិត្តកតញ្ញូនោះវាយ៉ាងម៉េចហើយពេលគេនឹកឃើញហើយគេក៏ចាប់ផ្ដើមខំធ្វើទៅកាន់មនុស្សដែលក្បាលរបស់គេគិតថាត្រូវតែឬគួរតែធ្វើទៅកាន់នោះភ្លាមដែលជាទូទៅមនុស្សដែលចិត្តមានមโนសញ្ចេតនានៅក្បែរមនុស្សល្អដែលពីការបេះដូងទទួលបានអារម្មណ៍ថាសោះក៏ក្រោះហើយមើលទៅសកម្មភាពរបស់មនុស្សល្អតែពីការបេះដូងដែលខំគិតនឹងក្បាលហើយរកនឹកសកម្មភាពបំរើឲ្យក្តីស្រឡាញ់ឃើញថាសកម្មភាពរបស់ពួកគេឆ្កងមិនផ្អែមល្ហែមស្រទន់ដោយសកម្មភាពនៃមនុស្សបេះដូងមានមโนសញ្ចេតនាទេមនុស្សល្អតែពីការបេះដូងខំគិតណាស់នៅរឿងខុសត្រូវដើម្បីកុំឲ្យខុសឆ្គងទៅលើមនុស្សដែលនៅជុំវិញខ្លួនហើយក្បាលនោះក៏ខំគិតណាស់ដែររកនឹកសកម្មភាពល្អដែលបំរើឲ្យចិត្តស្រឡាញ់និងចិត្តកតញ្ញូដើម្បីធ្វើទៅកាន់មនុស្សដែលក្បាលខ្លួនគេគិតថាគួរតែធ្វើល្អនិយាយល្អទៅកាន់តែទោះខំយ៉ាងណាក៏សកម្មភាពដែលធ្វើឡើងនោះមិនសពជ្រុងជ្រោយនិងមិនសមទំនងដោយសកម្មភាពនៃមនុស្សមានបេះដូងពេញដោយមโนសញ្ចេតនាដែរវាប្រៀបដូចជាសកម្មភាពរបស់មនុស្សយន្តដែលដួងចិត្តគ្មានមโนសញ្ចេតនាអីចឹងដែរចំពោះមនុស្សល្អតែបេះដូងពីការក្តីស្រឡាញ់ដែលមនុស្សនេះស្គាល់ច្បាស់ជាងគេបំផុតនោះគឺតែក្តីស្រឡាញ់ភេទពួកគេអាចមានសកម្មភាពសមទំនងដែលគេធ្វើឡើងដើម្បីបម្រើអារម្មណ៍ស្រឡាញ់ភេទរបស់ពួកគេព្រោះវាជាសកម្មភាពចេញពីអារម្មណ៍ពិតដែលគេមានមនុស្សខូចទាំងឡាយដឹងថាខ្លួនជាមនុស្សខូចតែដែលជាបញ្ហាធ្ងន់ធ្ងររបស់មនុស្សល្អតែពីការបេះដូងគឺពួកគេមិនដែលអាចដឹងខ្លួនទាល់តែសោះថាពួកគេជាមនុស្សពិការបេះដូងពួកគេស្មានថាមនុស្សគ្រប់គ្នាដែលមានមโนសញ្ចេតនាមានបេះដូងស្ងួតដូចតែពួកគេអីចឹងដែរហើយពួកគេមិនបានដឹងទាល់តែសោះថាពួកគេជាមនុស្សមានបេះដូងស្ងួតពួកគេស្មានថាអ្វីដែលជាការគិតយ៉ាងខ្លាំងនៃខួរក្បាលពួកគេខ្លាចធ្វើសកម្មភាពទៅប៉ះពាល់ដល់គេឯងជុំវិញខ្លួននិងសកម្មភាពល្អដែលចេញពីខួរក្បាលរបស់ពួកគេទៅកាន់មិត្តភ័ក្តិអ្នករាប់អានគ្នាជុំវិញខ្លួនដូចជាការឲ្យផ្សេងការជួយយកអាសាររបស់ខ្លួនជាដើមនោះថាខ្លួនជាមនុស្សមានមโนសញ្ចេតនាទៅហើយម្ល៉េះហើយទៅពេលយើងនិយាយថាមនុស្សនេះជាមនុស្សគ្មានមโนសញ្ចេតនាទេពួកគេតែងតែអាក់អន់ចិត្តនឹងយើងព្រោះគេបានពិនិត្យមើលសកម្មភាពខ្លួនគេឃើញថាជាសកម្មភាពគេល្អហើយចេះជួយយកអាសារអ្នកដទៃហើយចេះគិតខ្លាចខុសឆ្គងលើអ្នកដទៃហើយស្គាល់គុណស្គាល់ទោសច្បាស់លាស់ហើយមិនដេចយើងថាឲ្យពួកគេជាមនុស្សគ្មានមโนសញ្ចេតនាទៅកើតតែតាមការពិតសកម្មភាពល្អរបស់ពួកមនុស្សល្អតែពីការបេះដូងគឺជាសកម្មភាពបំរើឲ្យខួរក្បាលរបស់ពួកគេទេមិនមែនសកម្មភាពបំរើឲ្យបេះដូងទេរស់នៅជាមួយមនុស្សល្អតែពីការបេះដូងទទួលអារម្មណ៍ថាសោះក៏ក្រោះណាស់ទោះមនុស្សល្អតែពីការបេះដូងនោះចេះគិតនិងខំគិតរកសកម្មភាពល្អដើម្បីធ្វើមកកាន់យើងក៏ដោយក៏សកម្មភាពនោះមិនបានផ្ដល់ភាពកក់ក្ដៅឲ្យបេះដូងនៃមនុស្សមានមโนសញ្ចេតនាដែរ